សូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូពីរបៀបនៃការរៀបចំ Google Form មួយដែលយើងអាចរៀបចំជា section or ថាខ្ញុំមាន Google Form មួយអញ្ចឹងនៅពេលដែលខ្ញុំឲ្យសិស្សគាត់ជ្រើសរើសអញ្ចឹងគាត់ជ្រើសរើសហើយបាទអញ្ចឹងនេះបាទអញ្ចឹងយើងមាន6ឯកទេសបែបនេះអញ្ចឹងនៅពេលដែលសិស្សគាត់ជ្រើសរើសឯកទេសរបស់គាត់បាទអញ្ចឹងឧទាហរណ៍ថាឯកទេសគីមីអញ្ចឹងអឺ Google Form ហ្នឹងនឹងរត់ទៅឯកទេសគីមីបាទហើយឧទាហរណ៍ថាបើខ្ញុំជ្រើសរើសឯកទេសជីវៈអញ្ចឹងនៅពេលដែលជ្រើសរើសមកគឺឃើញឈ្មោះអ្នកសិក្សានៅក្នុងថ្នាក់ជីវៈបាទហើយវីដេអូនេះខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូយើងអាចរៀបបានតាមថ្នាក់បាទអញ្ចឹងទី1គឺលោកគ្រូអ្នកគ្រូត្រូវតែមានបញ្ជីឈ្មោះសិស្សមួយសិនមកបាទអញ្ចឹងខ្ញុំមានបញ្ជីឈ្មោះសិស្សមួយបែបនេះបាទអញ្ចឹងនៅក្នុងនេះដែរយើងមាន3ថ្នាក់បាទអញ្ចឹងខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូរៀប3ថ្នាក់បាទអញ្ចឹងយើងមានថ្នាក់ M2 M3 ហើយនិង M4 ណាបាទអញ្ចឹងខ្ញុំសូមបង្ហាញទិន្នន័យតិចៗទៅដើម្បីកុំឲ្យសាំញ៉ាំណាអញ្ចឹងយើងមានបញ្ជីឈ្មោះហើយយើងមានបញ្ជីឈ្មោះបែបនេះហើយអញ្ចឹងអ្វីដែលយើងធ្វើបន្ទាប់នេះយើងត្រូវបើក Google Form របស់យើងមកបាទខ្ញុំសូមបើក Google Form តែម្ដងបាទអញ្ចឹងពេលដែលលោកគ្រូអ្នកគ្រូចូលមកគឺ Google Form មានលក្ខណៈបែបនេះបាទអញ្ចឹងជំហានបន្ទាប់គឺលោកគ្រូអ្នកគ្រូត្រូវដាក់ឈ្មោះមកអញ្ចឹងខ្ញុំអាចដាក់ថាសម្រង់វត្តមានសិស្សណា M2 ដល់ M4 ណាបាទដោយសារយើងមាន4ថ្នាក់អញ្ចឹងយើងអាចដាក់ឈ្មោះអញ្ចឹងបាទយើងអាចដាក់ឈ្មោះតាមបែបណាក៏បានដែរបាទហើយបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូជំហានបន្ទាប់ទៀតយើងត្រូវស្គាល់កន្លែងនេះបាទអញ្ចឹងកន្លែងនេះគេហៅថាជាកន្លែងដាក់យើងបង្កើតសំណួរណាបើជាទូទៅយើងបង្កើតចូល Google Form មកយើងបង្កើតសំណួរអញ្ចឹងកន្លែងនេះបើយើងមាន3ថ្នាក់អញ្ចឹងយើងអាចទៅសេឈ្មោះថ្នាក់ខាងក្រោមនេះមកបាទអញ្ចឹងយើងអាចទៅសេមកបាទអញ្ចឹងយើងអាចដាក់ថាសូមបងប្អូនជ្រើសរើសបាទអូខេបាទអញ្ចឹងកន្លែងនេះយើងអាចដាក់មិនក៏បានដែរបាទនេះជាឧទាហរណ៍ណាលោកគ្រូបាទអញ្ចឹងសូមខ្ញុំអាចដាក់ចេះទេបាទសូមលោកស្រីជ្រើសរើសបើលោកគ្រូធ្វើជាមួយសិក្សានិស្សិតយើងអាចដាក់ថាសូមបងប្អូននេះចេះទេជ្រើសរើសថ្នាក់ខាងក្រោមបាទអូខេអញ្ចឹងថ្នាក់ហ្នឹងហើយយើងត្រូវដាក់ឈ្មោះថ្នាក់របស់យើងណាយើងដាក់ឈ្មោះថ្នាក់របស់យើងអញ្ចឹងយើងអាចដាក់ M2 ដោយសារយើងចាប់ផ្ដើមពីថ្នាក់ M2 បាទ M3 M4 បាទអញ្ចឹងថ្នាក់ប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងមកបាទដើម្បីយើងយកទៅភ្ជាប់ section ណាអូខេហើយបន្ទាប់មកយើងកុំភ្លេចបើកកន្លែងនេះ requirement ណា require បាទអធិស្ឋានបាទអញ្ចឹងចុច require មកអូខេបានប៉ុណ្ណឹងហើយកន្លែងនេះយើងត្រូវផ្ដាច់ section ណាផ្ដាច់ section នេះយើងចុចកន្លែងនេះអញ្ចឹងយើងអត់ចុចខាងលើណាបាទខាងលើនឹង add question នេះបាទអញ្ចឹងយើងយកខាងក្រោមនេះអញ្ចឹងខ្ញុំសូមបរិយមកបាទនេះចុចកន្លែងនេះដាក់ថា add section ណាបាទអញ្ចឹងចុចកន្លែងហ្នឹងមកអញ្ចឹងកន្លែង add section នេះគឺយើងត្រូវដាក់ឈ្មោះថ្នាក់របស់យើងមកកុំឲ្យច្រឡំបាទអញ្ចឹងយើងដាក់ថ្នាក់ M2 បាទកន្លែង add section នេះមានន័យថាបើយើងមានថ្នាក់3យើងត្រូវ add section 3ថ្នាក់4 add section 4ណាដើម្បីយើង link វាបាទមានន័យភ្ជាប់វាបាទអញ្ចឹងណាថ្នាក់ M2 បន្ទាប់ពីយើងដាក់ថ្នាក់ M2 ហើយលោកគ្រូអ្នកគ្រូត្រូវនេះ add question នេះដើម្បីយើងដាក់ឈ្មោះសិស្សបាទនេះ add question ណាបាទអញ្ចឹងដាក់មកបាទសូមកន្លែងនេះខ្ញុំសូមដាក់សូមលោកស្រីជ្រើសរើសឈ្មោះខាងក្រោមណាអូខេអញ្ចឹងយើងកុំភ្លេចបើក require បាទដើម្បីកុំឲ្យរំលងបាទអញ្ចឹងយើងចុចបើកមកតោះមកយើងអាចទៅ copy ឈ្មោះថ្នាក់ឈ្មោះបញ្ជីឈ្មោះរបស់យើងអាចទៅ copy មកបាទអញ្ចឹងខ្ញុំសូមយកមកអញ្ចឹងនេះឈ្មោះថ្នាក់ M2 របស់ខ្ញុំបាទ
ចឹងខ្ញុំ copy ឈ្មោះនឹងតែម្ដងបាទចឹងខ្ញុំត្រឡប់មក form វិញនេះបាទចឹងដាក់ copy ឈ្មោះចូលមកអូខេចឹងអានេះយើងរួចមួយថ្នាក់ហើយណាបាទចឹង section ទី2នេះជាថ្នាក់ tool បាទបន្តមកទៀតលោកគ្រូអ្នកគ្រូត្រូវ add section មួយទៀតដើម្បីដាក់មួយថ្នាក់ទៀតបាទចឹងយើងដាក់ add section នេះតមកយើងដាក់ថា 3 បាទតមកធ្វើដូចគ្នាដែរយើងត្រូវ add កន្លែងនេះ add question ណាដើម្បីយើងដាក់ឈ្មោះអញ្ចឹងយើងទៅសេតារាមចឹងខ្ញុំអាចសុំទៅ copy ខាងលើនឹងសិនអូខេអញ្ចឹងយើងចុចបើក require ទៅដល់ទៅ copy ឈ្មោះដែលយើងបានត្រៀមទុកបាទអូខេអញ្ចឹងយើងត្រឡប់មក form វិញបាទអញ្ចឹងយើងបានមួយថ្នាក់ទៀតហើយបាទអញ្ចឹងយើងត្រូវបង្កើតមួយថ្នាក់ទៀតដោយសារថ្នាក់យើងមាន3អញ្ចឹងយើងចុច add មកអញ្ចឹងយើងដាក់ m4 បាទហើយ add question ណា add question អញ្ចឹងយើងទៅ copy ឈ្មោះមកដាក់ទៀតអូខេអញ្ចឹងយើង copy ឈ្មោះមកដាក់មកអូយើងភ្លេចទៅសេសេចក្តីណែនាំខាងលើហើយអញ្ចឹងខ្ញុំដាក់ថាសូមលោកស្រីជ្រើសរើសឈ្មោះខាងក្រោមអូខេអញ្ចឹងបានហើយបាទអញ្ចឹងយើងបានរៀបបញ្ជីឈ្មោះថ្នាក់បានពេញហ៎បាទជំហានបន្ទាប់ទៀតគឺយើងត្រូវ add ភ្ជាប់ណា add ភ្ជាប់